ជាបឋមសូមជម្រាបសួរលោកគ្រូទេថ្ងៃនេះខ្ញុំធ្វើការបកស្រាយតទៅជាមួយនឹងមេរៀន Chapter 5 and Chapter 6 តទៅជាមួយនឹង Summative Based Formative Assessment បាទអញ្ចឹងតទៅជាមួយនឹង Summative Based Formative Assessment ហ្នឹងគេបែងចែកជា3ផ្នែកទី1តទៅមួយ Type ទី2តទៅមួយ Feedback ទី3តទៅមួយ Instructional Adjustment បាទតទៅជាមួយនឹង Type មានAssessment, structure, exercise, bridge test, homework, set work, quiz and test, comment, benchmark, year end, and digital tool. ចំពោះ feedback គឺមានប្រភេទបាទមាន type មាន mode of delivery មាន anticipate Timing student response ហើយចំពោះ instructional adjustment មាន mastery learning respond to intervention different test instruction learning progression recursive model បាទចំពោះតទៅមួយការបូកសរុបដោយផ្អែកលើការរំវិតម្លៃហ្នឹងគឺមានប្រភេទ3ប្រភេទហើយចំពោះផ្នែកមួយចំពោះ tab គេចង់និយាយទៅជាមួយនឹងប្រភេទនៃការរំវិតម្លៃដែលយើងដាក់ជាកិច្ចការផ្ទះបាទប្រភេទជាការអង្គុយធ្វើការជាក្រុមប្រភេទជា quiz ឬក៏ប្រភេទជាការប្រឡងបាទឬក៏មានប្រភេទជាការប្រឡងបញ្ចប់ឬក៏ប្រភេទជាការប្រើប្រាស់នៅបច្ចេកវិទ្យាមួយចំនួនក្នុងការរំវិតម្លៃនៅជ្រើសទី2ទៅជាមួយនឹង feedback ការឲ្យមតិយោបល់ឆ្លប់ទៅវិញបាទមានប្រភេទជាការទទួលខុសត្រូវរបស់សិស្សមានន័យថានៅពេលដែលគាត់ធ្វើកិច្ចការងារបញ្ចប់គាត់ត្រូវតែទទួលខុសត្រូវនៅកិច្ចការរបស់គាត់ដោយទទួលការរំវិតម្លៃពីគ្រូក្នុងកិច្ចការដែលពួកគាត់បានធ្វើដូចជាការពួកគាត់ប្រឡងតេស្តនៅមេរៀនបញ្ចប់1គឺគ្រូតែងតែឲ្យមតិយោបល់កែលម្អក្នុងនៃស្ថាបនានៅចំណុចដែលពួកគាត់ខ្វះខាតទៅមកជាមួយនឹង instructional adjustment បាទទៅជាមួយនឹង instructional adjustment គឺជាប្រភេទនៃការដំណើរការនៃការរៀនក៏ដូចជាប្រភេទនៃទំនួលខុសត្រូវក្នុងការធ្វើកិច្ចការងារដើម្បីឲ្យការសិក្សារបស់ពួកគាត់កាន់តែទទួលបានលទ្ធផលល្អចឹងទៅ learning outcome after reading this chapter you should be able to បាទនៅចំណុចដែលយើងអាចរៀនបានពី chapter 5 នេះគឺទី1 understand and be able to explain how pre-assessment structure exercise and pre-test homework and set work are used for gathering information about what students know and can do to determining appropriate instruction បាទអញ្ចឹងមានថាចំណុចហ្នឹងគឺយើងអាចយល់ដឹងអំពីការដាក់កិច្ចការផ្ទះឬក៏ជាប្រភេទជាការអង្គុយsit work ដែលយើងទៅ sit work ការអង្គុយធ្វើការយើងប្រើប្រាស់ដើម្បីទទួលបានព័ត៌មានមួយចំនួនអំពីសិស្សដែលគាត់អាចដឹងឬក៏កម្រិតនៃការយល់ដឹងរបស់គាត់បានប៉ុណ្ណាជាបន្តទៅមួយ identify advantage and disadvantage to using different type of summative based assessment to provide results that will be used formatively include test quiz interim and year in large scale assessment បាទចំណុចទី2គឺមានន័យថាមានទាំងគុណសម្បត្តិនិងគុណវិបត្តិក្នុងការប្រើប្រាស់ប្រភេទនៃការបូកសរុបនៃការរំវិតម្លៃផ្សេងជាពីគ្នាដែលអាចផ្ដល់ជាមួយលទ្ធផលដែលយើងប្រើប្រាស់ក្នុងការប្រឡងក៏ដូចជាការធ្វើតេស្តឬក៏ការតេស្តបញ្ចប់ឆ្នាំគឺជាការរំវិតម្លៃមួយ distinguish
effective from ineffective student feedback that can be provided to students from test quiz and other form of summative based formative assessment ចំណុចចុងក្រោយគឺតើតើជាមួយនឹង identify to be able to show how to apply different instructional adjustment that follow feedback in the formative assessment cycle. Introductory case study what should Catherine have done differently. Catherine had used this same set of question this year as she had last year because her previous student had demonstrated success. Yet this year, the student summative results were very different. Catherine wondered where she had gone wrong with her instruction. As you read this chapter, think about what Catherine should have done differently. What is the overarching problem with current use of summative based formative assessment? How would you advise Catherine to improve her summative based formative assessment practice? ចឹង Catherine គឺគាត់បានប្រើប្រាស់នៅមេរៀនឆ្នាំនេះដែលតើតើដូចជានាងធ្លាប់ធ្វើរាល់ឆ្នាំដែរពីព្រោះតែកុសលរបស់នាងគឺបានសិស្សសង្ឃទទួលបានជោគជ័យប៉ុន្តែចំណែកក៏ឲ្យឆ្នាំនេះសិស្សរបស់នាងប្រើប្រាស់នៅ summative result ដោយប្រភេទផ្សេងហើយ Catherine គឺឆ្ងល់ថាតើនាងបានសាងនៅកំហុសអ្វីដែលធ្វើឲ្យវាមានបញ្ហាជាមួយនឹងការប្រើប្រាស់នៅបច្ចេកវិទ្យាមួយចំនួនដែលធ្វើឲ្យសិស្សមិនសូវជាទទួលបានលទ្ធផលល្អបាទ Assessment homework and sheet work as indicate pre-assessment ឬក៏យើងអាចហៅថា early assessment is given per to instructing student before they study and learn. It is set up in advance and this minister are planned with some amount of time between the gathering of data and interpretation and allow teacher to reflect on the result and determine the next most appropriate instructional activity. តើតើជាមួយនឹង pre-assessment homework and sheet work នេះមានន័យថាគឺជាកិច្ចការដែលគ្រូគាត់បានបែងចែកក៏ចាត់ចែងឲ្យសិស្សធ្វើមុនពេលដែលពួកគាត់បានរៀននៅមេរៀនអ្វីមួយហើយវាជាការរៀបចំឡើងក្នុងន័យជាគុណសម្បត្តិកម្មសិស្សដោយគ្រូឯងផ្ទាល់គាត់បានរៀបចំក៏ដូចជាគ្រូនៅសំណួរក៏ដូចជាកិច្ចការដែលគាត់ត្រូវដាក់ឲ្យគុណសិស្សក្នុងការគិតរកដំណោះស្រាយជាមួយនឹងពួកគាត់Pre-assessment are important for several reasons. First, they help teachers identify where in learning progression instruction should be focused, avoiding redundancy and moving student ahead. គឺជាការវាគឺពិតជាមានសារៈសំខាន់ហើយគោលដៅដំបូងគឺពួកគេអាចជួយទៅដល់គ្រូក្នុងការបញ្ជាក់ពីគេដំណើរការនៃការរៀនដែលអាចផ្ដោតខ្លាំងបែប Second, pre-assessment can help teacher determine the appropriate level of challenge and difficulty students need to motivate them, making instruction more intrinsically interesting, relevant and engaging. បាទហើយនឹងមានចំណុចទី3បាទបន្តទៀត structure exercise
a good approach to evaluating student knowledge and skill is to design a structure exercise that will provide you with an opportunity to observe students in the context of specific performance situation. Và hãy cho nên ta cứ mình tập cho mình pretest. Pretend it is becoming more common for teachers to administer a formal pretest of the content that will subsequently be covered. Và trước chúng tôi các boss lại tập nắm 3 số một con song trong play của thể